ចាជួនមករឿងទៀតហ្នឹងគឺតាក់ទងជាមួយនឹងរឿងប្រជាពលរដ្ឋនៅខាងរាជធានីភ្នំពេញរបស់យើងនេះគាត់មកតវ៉ាចាតាមពិតរឿងហ្នឹងរឿងកាត់ឡើងនៅភ្នំពេញប៉ុន្តែពលរដ្ឋហ្នឹងគាត់ធ្វើដំណើរពីខាងខេត្តកំពង់ចាមមករឿងចាញ់បោកមេខ្យល់ចារឿងចាញ់បោកមេខ្យល់អញ្ចឹងបងប្អូនស្ត្រីម្នាក់នេះចាមុននឹងខ្ញុំនិយាយចូលដល់សាច់រឿងខ្ញុំសូមសង្ខេបបន្តិចបងប្អូនណាសូមអធិស្ឋានជាដំបូងខ្ញុំសូមអធិស្ឋានដល់ស្ត្រីដែលប្រជាពលរដ្ឋជាង10នាក់តំណាងឲ្យប្រជាពលរដ្ឋរាប់រយនាក់ដែលថាចាញ់បោកស្ត្រីបាញ់មិញហ្នឹងឈ្មោះកយឡៃហៀងអាយុ38ឆ្នាំចោទថាជាមេខ្យល់ដែលបានបោកលុយគាត់រាប់ម៉ឺនរាប់សែនដុល្លាររឿងរត់ការទៅធ្វើការនៅប្រទេសកូរ៉េអញ្ចឹងការផ្សាយរបស់ខ្ញុំនេះបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋគាត់បានលើកគ្នាបន្តវ៉ាហើយសូមឲ្យក្រោករូបភាពដើម្បីផ្សព្វផ្សាយកុំឲ្យបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនៅខេត្តផ្សេងទៀតហ្នឹងគាត់ចាញ់បោកប៉ុន្តែខ្ញុំអត់ទាន់បានជួបសម្ដីផ្ទាល់ជាមួយនឹងស្ត្រីឈ្មោះកយឡៃហៀងដែលគេចោទថាជាមេខ្យល់ហ្នឹងទេខ្ញុំអត់ទាន់បានជួបសម្ដីរបស់គាត់ទេអត់ដឹងថាតើរឿងហ្នឹងពិតប្រមាណភាគរយឬក៏អីទេប៉ុន្តែប្រជាពលរដ្ឋដែលគាត់លើកគ្នាមកតវ៉ានៅមុខពលានយន្តហោះហ្នឹងគឺគាត់មានភស្តុតាងមានប្រតិបត្តិការវេលុយទាំងអស់សាច់រឿងចេះបងប្អូនស្ត្រីរូបនេះគាត់ឈ្មោះកយឡៃហៀងគាត់អះអាងថាគាត់អាចរត់ការឲ្យបងប្អូនខ្មែរទៅធ្វើការនៅប្រទេសកូរ៉េបានហើយការងារនៅពេលដែលបងប្អូនខ្មែរយើងទៅដល់កូរ៉េហើយនឹងទទួលបានប្រាក់ខែមួយខែ$2000ហើយក្នុងចំណោមពលរដ្ឋទាំងអស់នេះគាត់បំណងរបស់គាត់ទី1ឥឡូវនេះគឺសូមផ្សព្វផ្សាយព័ត៌មានហ្នឹងកុំឲ្យបងប្អូនផ្សេងទៀតចាញ់បោកគាត់ក្នុងម្នាក់អ្នកខ្លះអស់$3500អ្នកខ្លះអស់$4500ដែលគាត់ចាញ់បោកហើយបើតាមដឹងគាត់ថាគាត់ទៅដឹងតនឹងគ្នាមកទៀតថាស្ត្រីម្នាក់ហ្នឹងគាត់ចាប់ផ្ដើមបោកគេតាំងពីម្លងឆ្នាំ2014នោះរឿងទៅកូរ៉េហ្នឹងហើយពួកគាត់នេះចាញ់បោកនៅឆ្នាំ2018បើគិតមកទល់ឥឡូវហ្នឹង7ឆ្នាំហើយថាទៅកូរ៉េនេះគ្មានបានទៅទេហើយគាត់ថាអញ្ចេះលុយដែលគាត់ចាញ់បោកហ្នឹងគឺអត់មានលុយទេគឺគាត់បន្ទាប់ពីត្រូវខាងស្ត្រីខាងលើហ្នឹងគាត់លួងលោមគាត់បញ្ចុះបញ្ចូលអីហើយអញ្ចឹងទៅគាត់ជឿហើយគឺគាត់ទៅខ្ចីលុយធនាគារយកមកឲ្យស្ត្រីហ្នឹងដើម្បីរត់ការហ្នឹងយកប្លង់ទៅដាក់ចាគឺគាត់អត់មានលុយនៅក្នុងខ្លួនទេអញ្ចឹងរឿងហ្នឹងគឺរឿងអញ្ចឹងហើយក្រុមការងារយើងគាត់ប្រាប់ថាស្ត្រីខាងលើហ្នឹងមិនមែនបោកតែពួកគាត់ប្រមាណអ្នកហ្នឹងទេពួកគាត់ប្រមាណអ្នកហ្នឹងចេញមុខអ្នកខ្លះគេអត់ចេញមុខរបៀបថាខ្មាស់គេខ្មាស់អីអញ្ចឹងណាបោកអ្នកនៅកូរ៉េទៀតបានន័យថាខ្មែរយើងដែលគាត់បានចេញទៅធ្វើការនៅកូរ៉េហើយក៏ចង់យោងបងប្អូនគាត់ខ្មែរទៀតនោះទៅកូរ៉េបន្ថែមទៀតនោះអ្នកកូរ៉េនោះខ្មែរធ្វើការនៅកូរ៉េនោះក៏ចាញ់បោកអ្នកនឹងដែររឿងឲ្យបងប្អូនមកពឹងពាក់អ្នកនឹងដែរហើយបងប្អូនគិតមើលតាំងពី2018មកទល់ឥឡូវ7ឆ្នាំបងប្អូនហើយឥឡូវហ្នឹងគឺមកដល់ហ្នឹងគឺដឹងថាស្ត្រីខាងលើហ្នឹងឥឡូវខ្ញុំនិយាយមួយទៀតចំណុចអីដែលបងប្អូននៅកំពង់ចាមមកចាញ់បោកស្ត្រីម្នាក់នេះនៅភ្នំពេញនៅខាងជិតពោធិ៍ចតុងនេះគឺដោយសារស្ត្រីម្នាក់ហ្នឹងគាត់មានស្រុកកំណើតនៅកំពង់ចាមដែរចាស្រុកកំណើតរបស់គាត់ណានៅកំពង់ចាមឥឡូវខ្ញុំចង់ប្រាប់ថាស្ត្រីខាងលើហ្នឹងគឺមានស្រុកកំណើតនៅខាងខេត្តកំពង់ចាមដែរបច្ចុប្បន្នគឺគាត់នៅភូមិក្បាលដំរីទី2សង្កាត់កាកាប់ទី2ខណ្ឌពោធិ៍សែនជ័យហើយប្រជាពលរដ្ឋដែលគាត់លើកគ្នាបន្តវ៉ានេះគឺគាត់នៅស្រុកចំការលើខេត្តកំពង់ចាមផ្ទាល់តែម្ដងចាអញ្ចឹងខ្ញុំបានតែជួយផ្សព្វផ្សាយដើម្បីឲ្យព័ត៌មាននេះផ្សាយភាគទៅដល់បងប្អូនប្រជាពលរដ្ឋទៀតឬក៏បងប្អូនណាដែលកំពុងតែមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េអីសូមកុំជឿជាក់គេពេកបងប្អូនបើសិនជាបងប្អូនចង់បានការងារល្អចង់បានការងារទៅក្រៅប្រទេសបងប្អូនតាមដានเพจក្រសួងការងារចាបងប្អូនតាមដានเพจក្រសួងការងារខ្វះខាតត្រូវការអីគឺគេផុសប្រាប់បងប្អូនតាក់ទងជាមួយនឹងបងប្អូនចង់ទៅក្រៅប្រទេសណាអញ្ចឹងឥឡូវខ្ញុំជួយអត់បានទេបងប្អូនចាញ់បោកគេទៅហើយបានតែជួយផ្សព្វផ្សាយនឹងហើយក៏សូមចូលរួមសោកស្ដាយអញ្ចឹងសោកស្ដាយថាតើលុយ$1000នេះដែលខ្ចីគេនេះត្រូវរកបងគេរាល់ខែនេះនឹងឲ្យមានការចូលរួមសោកស្ដាយទេពីព្រោះថាគាត់បានបាញ់ទៅឲ្យគេអស់ហើយតាមរយៈ QR code បង្ហាញយ៉ាងតិចម្នាក់$1500ទៅ$4000ក្នុងម្នាក់ហើយដឹងគាត់ជាមានវោហាសាសយ៉ាងម៉េចដើម្បីបញ្ចុះបញ្ចូលឲ្យពួកគាត់នឹងបាញ់លុយដើម្បីជាថ្នូរទៅធ្វើការនៅប្រទេសកូរ៉េណាដឹងជាគាត់មានវិធីសាស្ត្រអីដែលនិយាយទៅបងប្អូនប្រជាពលរដ្ឋហ្នឹងគាត់ស្ដាប់បាន
គាត់យល់ហើយគាត់ទៅខ្ចីលុយសង្ឃឹមថាទៅខ្ចីលុយពីធនាគារហ្នឹងបានចេញទៅប្រទេសកូរ៉េធ្វើការយកមកបង់ឲ្យគេវិញតែផ្ទុយទៅវិញបាត់បង់អស់អាលីង ចា ហើយសង្ឃឹម ឥឡូវបំណងរបស់គាត់មួយទៀតដែលផ្ដាំផ្ញើតាមគឺសំណុំពរអាជ្ញាធរមានសមត្ថកិច្ចហ្នឹងជួយចាប់ខ្លួនគាត់ខ្លួនអីស្ត្រីហ្នឹងដើម្បីសួរនាំឲ្យដោះស្រាយគ្នាមួយគាត់អញ្ចឹងណាហ្នឹងហើយបំណងរបស់គាត់ កម្ពុជារបស់យើងមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណាហ្នឹងអញ្ចឹងប្តឹងទៅខាងនោះទៅដោយសារតែគាត់នឹងមានប្រើប្រាស់នៅបណ្ដាញសង្គមដល់ពាក្យប្តឹងអរគុណ